ចាសូមជម្រាបសួរដល់លោកអ្នកបងប្អូននៅក្នុងសេចក្តីស្រឡាញ់នៃព្រះយេស៊ូវគ្រីស្ទចាថ្ងៃនេះខ្ញុំនឹងអាននៅព្រះគម្ពីរយូហាននៅជំពូក20ខ1ដល់ខ18ព្រះគម្ពីរយូហានជំពូក20ខ1នៅថ្ងៃទី1ក្នុងអាទិត្យនោះម៉ារីជាអ្នកស្រុកម៉ាកដាឡានាងទៅឯភ្នូរពីព្រលឹមកាលកំពុងនៅងងឹតនៅឡើយក៏ឃើញថ្មបានយកចេញពីមាត់ភ្នូរហើយនោះនាងរត់ទៅប្រាប់ដល់ស៊ីម៉ូនពេត្រុសនិងសិស្សមួយនោះដែលទ្រង់ស្រឡាញ់ថាគេបានយកព្រះអង្គម្ចាស់ចេញពីភ្នូរហើយយើងខ្ញុំមិនដឹងជាគេយកទៅទុកឯណាទេនោះពេត្រុសនិងសិស្សមួយនោះក៏ចេញទៅឯភ្នូរអ្នកទាំងពីររត់ទៅជាមួយគ្នាតែសិស្សមួយនោះរត់លឿនជាងពេត្រុសបានដល់ភ្នូរមុនរួចគាត់ឱនខ្លួនទៅមើលឃើញមានតែសំពត់ស្នប់នៅក្នុងនោះតែគាត់មិនបានចូលទេឯស៊ីម៉ូនពេត្រុសដែលមកតាមក្រោយគាត់ក៏ចូលទៅក្នុងភ្នូរឃើញសំពត់ស្នប់នៅក្នុងនោះដែរហើយឃើញកន្សែងដែលគ្របព្រះសិរ្សទ្រង់មិននៅជាមួយនឹងសំពត់ស្នប់នោះទេគឺបានបត់ដាក់នៅទីកន្លែងដោយខ្លួនវិញសិស្សមួយនោះដែលមកដល់ភ្នូរមុនគាត់ក៏ចូលទៅឃើញដូច្នោះដែររួចគាត់ជឿត្បិតគេមិនទាន់យល់បទគម្ពីរនៅឡើយដែលថាទ្រង់ត្រូវរស់ពីស្លាប់ឡើងវិញសិស្សទាំងពីរក៏ត្រឡប់ទៅឯផ្ទះគេវិញឯម៉ារីនាងឈរយំពីខាងក្រៅភ្នូរហើយកំពុងដែលនាងយំនោះក៏ឱនខ្លួនមើលទៅក្នុងភ្នូរឃើញទេវតាពីររូបស្លៀកពាក់សអង្គុយមួយខាងក្បាលមួយចុងជើងត្រង់កន្លែងដែលបានផ្ដេកព្រះសពព្រះយេស៊ូវទេវតានោះសួរថានាងអើយហេតុអ្វីបានជាយំនាងឆ្លើយថាពីព្រោះគេបានយកព្រះអង្គម្ចាស់ខ្ញុំទៅបាត់ហើយខ្ញុំមិនដឹងជាគេទុកទ្រង់នៅឯណាទេនាងនិយាយដូច្នោះរួចបែរខ្លួនទៅក្រោយឃើញព្រះយេស៊ូវទ្រង់ឈរតែមិនដឹងជាព្រះយេស៊ូវទេព្រះយេស៊ូវមានបន្ទូលថានាងអើយហេតុអ្វីបានជាយំនាងរកអ្នកណាឯនាងក៏ស្មានថាជាអ្នកថែច្បារទើបនិយាយទៅថាលោកនាយអើយបើលោកបានយកព្រះសពចេញទៅឯណានោះសូមប្រាប់ខ្ញុំឲ្យដឹងកន្លែងដែលបានទុកផងខ្ញុំនឹងទៅនាំយកទៅព្រះយេស៊ូវមានបន្ទូលទៅនាងថាម៉ារីអើយនោះនាងបែរខ្លួនទៅទូលទ្រង់ជាភាសាហេប្រឺថារ៉ាបូនីដែលស្រាយថាលោកគ្រូអើយព្រះយេស៊ូវមានបន្ទូលទៅនាងថាកុំពាល់ខ្ញុំព្រោះខ្ញុំមិនទាន់ឡើងទៅឯព្រះវរបិតាខ្ញុំនៅឡើយចូលនាងទៅឯពួកបងប្អូនខ្ញុំប្រាប់គេថាខ្ញុំឡើងទៅឯព្រះវរបិតាខ្ញុំជាព្រះវរបិតានៃអ្នករាល់គ្នាគឺជាព្រះនៃខ្ញុំហើយជាព្រះនៃអ្នករាល់គ្នាដែរនោះម៉ារីម៉ាកដាឡាក៏នាំដំណឹងទៅប្រាប់ដល់ពួកសិស្សថាទ្រង់បានឃើញព្រះអង្គម្ចាស់ហើយទ្រង់បានមានបន្ទូលសេចក្តីទាំងនេះមកនាងសូមព្រះប្រទានពរ